ភិបាលខេត្តកំពង់ធំលើកឡើងថាការដោះស្រាយបញ្ហាដីធ្លីត្រូវឈរលើមូលដ្ឋានច្បាប់ជាក់ស្ដែងតម្លាភាពមិនលំអៀងមិនមែនមានន័យថាទាល់តែទាមទារដីបានទៅហៅថាយុត្តិធម៌នោះទេខេត្តកំពង់ធំអាយុដំនួនផារតអភិបាលខេត្តកំពង់ធំបានបើកការប្រជុំដោះស្រាយបញ្ហាដីធ្លីចំនួន4សហគមន៍រួមមានសហគមន៍អ៊ូលួសហគមន៍តាអុកតាតេងសហគមន៍កោះរះនិងសហគមន៍3មុំស្ថិតក្នុងឃុំត្រៀលស្រុកតាំងគោកខេត្តកំពង់ធំនិងលោកស្រីស៊ូគុន្ធាដែលបានប្តឹងទាមទារយកដីចំនួន1380ហិកតានៅសាលាស្រុកតាំងគោកកាលពីថ្ងៃទី13ខែមីនាឆ្នាំ2025ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញតំណាងសហគមន៍ទាំង4និងប្រជាពលរដ្ឋអាយុដំបញ្ជាក់ថានេះជាកិច្ចប្រជុំលើកទី4ហើយដែលពីលើករៀបចំប្រជុំនៅសាលាខេត្តនិងពីលើកប្រជុំនៅសាលាស្រុកតាំងគោកដោយមិនគិតពីកិច្ចប្រជុំថ្នាក់ឃុំឡើយក្នុងនោះលោកបានសង្កត់ធ្ងន់ថាការទាមទារណាមួយរបស់បងប្អូនប្រជាពលរដ្ឋត្រូវឈរលើមូលដ្ឋានច្បាប់ដោះស្រាយលើមូលដ្ឋានច្បាប់មូលដ្ឋានជាក់ស្ដែងសមស្របតម្លាភាពនិងយុត្តិធម៌គឺជាគោលការណ៍ច្បាស់លាស់ដែលត្រូវប្រកាន់យកហើយក៏មិនមែនមានន័យថាទាល់តែទាមទារនោះទទួលបានដីទើបហៅថាយុត្តិធម៌នោះទេគួរគូសបញ្ជាក់ថាក្រោយមន្ត្រីជំនាញធ្វើការចុះវាស់វែងលើផ្ទៃដីជាក់ស្ដែងដែលបានប្តឹងតវ៉ាទាមទារចំនួន1380ហិកតានោះគឺមានទំហំត្រឹមតែ654ហិកតាតែប៉ុណ្ណោះហើយផ្ទៃដីនោះទៀតសោតគឺជាន់គ្នាលើដីសហគមន៍ទាំង4ទៀតផងសំណួរសួរថាតើលោកស្រីស៊ូគុន្ធាដែលតំណាងឲ្យប្រជាពលរដ្ឋធ្វើការទាមទារមានអ្វីឲ្យពិតប្រាកដដែលសំអាងថាបានធ្លាប់ប្រើប្រាស់អាស្រ័យផលលើដីទាំងនោះតំណាងសហគមន៍ទាំង4បានលើកឡើងពីប្រវត្តិដីដែលបានកាន់កាប់អាស្រ័យផលដូចជាសហគមន៍អ៊ូលួកាន់កាប់ដីតាំងពីឆ្នាំ2001រហូតមកនិងមានសមាជិកសហគមន៍184គ្រួសារមានផ្ទៃដី1370ហិកតាសហគមន៍តាអុកតាតេងកាន់កាប់តាំងពីឆ្នាំ2001រហូតមកនិងមានសមាជិកសហគមន៍100គ្រួសារមានផ្ទៃដី1010ហិកតាសហគមន៍កោះរះកាន់កាប់ដីតាំងពីឆ្នាំ1996រហូតមកមានសមាជិកសហគមន៍244គ្រួសារមានផ្ទៃដី1488ហិកតាសហគមន៍3មុំកាន់កាប់ដីតាំងពីឆ្នាំ2002រហូតមកនិងមានសមាជិកសហគមន៍308គ្រួសារមានផ្ទៃដី1561ហិកតាតំណាងសហគមន៍ទាំងនោះបានបញ្ជាក់ច្បាស់ៗថាប្រជាពលរដ្ឋខាងលោកស្រីស៊ូគុន្ធាមិនដែលចូលធ្វើស្រែក្នុងដីនោះទេហើយក៏មិនដែលទាមទារអ្វីដែរតែស្រាប់តែក្រោយពេលរាជរដ្ឋាភិបាលប្រកាសកាត់ជ្រៀលឲ្យទើបមានឈ្មោះស៊ូគុន្ធានិងប្រជាពលរដ្ឋមកប្តឹងទាមទារថាក្រុមខ្លួនមានដីនៅលើទីតាំងសហគមន៍ទាំង4សរុបទាំងអស់1380ហិកតាហើយក្នុងនាមតំណាងសហគមន៍ទាំង4ក៏មិនបែងចែកដីឲ្យទៅលោកស្រីស៊ូគុន្ធាដែរលុះត្រាតែរដ្ឋត្រូវការធ្វើអ្វីមួយទៅឲ្យប្រសិនបើលោកស្រីមកទាមទារមិនអនុញ្ញាតទេដោយឡែកមេឃុំត្រៀលបញ្ជាក់ថាលោកបានទៅប្រាប់ឈ្មោះស៊ូគុន្ធាឲ្យមកចូលរួមប្រជុំដោះស្រាយតែគាត់ថានឹងបែងចែកគ្នាពីរក្រុមមកចូលរួមប្រជុំប្រកួតជាប់ប្រជុំជាមួយថ្នាក់ដឹកនាំគណៈបកគាត់មេភូមិឈូកឃុំត្រៀលបានបញ្ជាក់លោកធ្វើជាអនុភូមិតាំងពីឆ្នាំ1997បន្ទាប់មកក្លាយជាមេភូមិមិនដែលបានទទួលព័ត៌មានថាឈ្មោះស៊ូគុន្ធានិងប្រជាពលរដ្ឋទាមទារមានដីនឹងកាន់កាប់នៅតំបន់នោះទេលោកសូមអំពាវនាវប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់បុគ្គលណាដែលធានាថាមានដីច្រើនពេលទាមទារទៅដឹងតែបានហើយគួរបញ្ជាក់ឡើងវិញផងដែរថាកាលពីខែមិថុនាឆ្នាំ2024កន្លងទៅលោកស្រីស៊ូគុន្ធាបានដឹកនាំពលរដ្ឋច្រើនរយគ្រួសារមកពីភូមិឈូកនិងភូមិក្តីតាចិនឃុំត្រៀលស្រុកតាំងគោកខេត្តកំពង់ធំធ្វើការតវ៉ានិងទាមទារដីជាង1000ហិកតាទៅអាជ្ញាធរនៅចំណុចត្រពាំងវែងនិងបានចោទថាអាជ្ញាធរមិនបានប្រាប់ពួកគាត់ពីការចុះវាស់វែងដីធ្លីជាកម្មសិទ្ធិបន្ទាប់ពីរាជរដ្ឋាភិបាលបានកាត់ជ្រៀលដីពីតំបន់3មកជាតំបន់2បងប្អូនទាំងអស់គ្នាជួយបរិច្ចាគមកខាងមន្ទីរពេទ្យគុណខបុប្ផាទាំងអស់គ្នាដើម្បីកុមារកម្ពុជាយើងចាអរគុណភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា